តាមដែលខ្ញុំអង្កេតមើលទៅខួរក្បាលរបស់មនុស្សយើងប្រៀបដូចជាប្រូក្រាមរបស់ Facebook ឬក៏ YouTube អញ្ចឹងខួរក្បាលរបស់កិច្ចការវិទ្យាអេឡិចត្រូនិកហ្នឹងគឺវានឹងចាប់ទាញយកនៅភាពប្រហាក់ប្រហែលនៃការចង់បានរបស់យើងអញ្ចឹងវាដឹងចិត្តយើងឧទាហរណ៍ថាវាឃើញយើងចូលចិត្តមើលឯកសារស័ព្ទឬក៏សម្លៀកបំពាក់ឬក៏ចម្រៀងនៅពេលដែលវាដឹងថាយើងចូលចិត្តមើលទៅលើរឿងទាំងអស់ហ្នឹងវានឹងចាប់បញ្ជូននៅព័ត៌មាននៃសាច់រឿងភាពប្រហាក់ប្រហែលគ្នាហ្នឹងមកឲ្យយើងជាបន្តទៅតាមលេខ suite 1 2 3 4អញ្ចឹងទៅអញ្ចឹងខួរក្បាលរបស់មនុស្សយើងគឺដូចគ្នានៅពេលដែលយើងចូលចិត្តរឿងអ្វីមួយឧទាហរណ៍ថាយើងចូលចិត្តរឿងការរកស៊ីចំនួនជួញដូរខាងដីធ្លីឬក៏ខាងអេឡិចត្រូនិកអីផ្សេងហ្នឹងអញ្ចឹងកាលណាយើងមានចំណូលចិត្តទៅលើហ្នឹងវានឹងមានមនុស្សដែលគេរកស៊ីផ្នែកហ្នឹងគិតអំពីរឿងហ្នឹងមកចូលទំនាក់ទំនងយើងតាមរយៈដែលយើងបានផ្សព្វផ្សាយប្រាប់ពីគោលបំណងរបស់យើងទៅដល់អ្នកពាក់ព័ន្ធហ្នឹងឬក៏យើងប្រកាសទៅតាមបណ្ដាញសង្គម Facebook YouTube Telegram អញ្ចឹងមនុស្សទាំងអស់ហ្នឹងនឹងមកអាស្រ័យតំណែងរកស៊ីជាមួយយើងតាំងពីអ្នកលក់អ្នកទិញអ្នកជួយលក់ជួយទិញជួយជួសជុលឲ្យផ្សេងហ្នឹងនេះហើយវាជាច្បាប់ម្យ៉ាងដែលគេឲ្យឈ្មោះថាច្បាប់ស្រូបទាញច្បាប់ស្រូបទាញហ្នឹងគឺជាការកកកកាយចំណូលចិត្តឬទង្វើនៅក្នុងខ្លួនយើងនឹងបញ្ចេញកាលណាយើងបញ្ចេញទៅខាងក្រៅវានឹងមានអ្នកដែលពាក់ព័ន្ធហ្នឹងគឺមកចូលរួមសហការទិញលក់ចែកចាយឬក៏ដោះស្រាយនឹងឯងអញ្ចឹងសរុបសេចក្តីទៅយើងឃើញថាខួរក្បាលរបស់មនុស្សយើងហើយនឹងខួរក្បាលរបស់កិច្ចការវិទ្យាមាន Facebook មាន YouTube នោះគឺវាប្រហាក់ប្រហែលគ្នាហ្នឹងហើយបានន័យថាវាគឺជាការចងប្រព័ន្ធប្រូក្រាមមួយដែលស្របជាមួយចំណងជើងអញ្ចឹងចិត្តរបស់មនុស្សវាបង្កប់ទៅដោយធម្មជាតិអរូបហ្នឹងហើយបើយើងថាធម្មជាតិអរូបក៏បានប៉ុន្តែធាតុពិតវាជារូបភាពដែលយើងបានសាព្រោះសាយភាយនឹងប្រកាសគោលបំណងនៅខាងក្រៅដែលធ្វើឲ្យអ្នកដទៃដែលគេមានការពាក់ព័ន្ធមានមុខរបរនិងចំណូលចិត្តដូចគ្នាហ្នឹងគឺចូលមកគៀកគ្នាអញ្ចឹងវាបង្កើតបានទៅជានិច្ចលករដ៏ធំមួយជំរុញឲ្យអ្វីដែលយើងចង់បានហ្នឹងគឺឆាប់កាន់តែឆាប់មកដល់បាទហ្នឹងហើយសឹងអរគុណបងប្អូនវីដេអូហ្នឹងយើងនិយាយប៉ុណ្ណឹងអរគុណ